បាទជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបានមកដល់ទឹកដីខេត្តកំពតបាទត្រង់អង្គរជ័យបាទនៅម្ដុំជាហៅភ្នំសែនហានបងប្អូនបាទហើយពេលនេះយើងមកដល់ហើយនេះគឺមានចកាពោតបាទច្រើនមែនទែនបាទបងប្អូនហើយនេះពោតនេះបងប្អូននេះប្រហែលជាអត់ទាន់បានមកកាច់ទេតែប្រហែលទៅស្ទើអាចប្រហែលជាបើវាថាអាច3 4 10ថ្ងៃទៀតអាចកាត់បានណាបងប្អូនហើយពោតធម្មជាតិពិតបងប្អូនល្អមែនទែនបាទតបងប្អូនឥឡូវបើខាត់ពេលយូរយើងទៅជួបជាមួយនឹងបងស្រីម្ចាស់ចំការទាំងអស់គ្នាបងប្អូនអូបងប្អូនអើយនេះធម្មជាតិពិតបងប្អូននេះលក្ខណៈថាវានៅស្ទើតិចបងប្អូនអត់តន់គ្រប់អត់ដល់ថ្ងៃទេបងប្អូនមកឥឡូវយើងមកជួបបងស្រីម្ចាស់ចំការទាំងអស់គ្នាបាទជំរាបសួរបងស្រីចាជំរាបសួរបងបាទឃើញតែពោតបងល្អមែនទែនបាទបងអាហ្នឹងបងដាំរយៈពេលប្រហែលថ្ងៃប្រហែលខែអូខ្ញុំដាំវាប្រហែលខ្ទង់មួយខែដឹងហើយទេបងអើយវាថាធម្មជាតិបងប្អូននេះយើងបកមើលមួយអូសាច់នៅរៀងស្ទើតិចបងប្អូននេះប្រហែលជាខ្ទង់10ថ្ងៃបិទវាវិញបានល្មមកាច់ចាហើយចំពោះទីផ្សារបងយកទៅលក់ខ្លួនឯងឬក៏មានឈ្មួញគេមកទិញដល់ចំការអូអាហ្នឹងប្រហែលជាមានឈ្មួញគេមកទិញខ្លះហើយសល់ខ្លះយើងយកលក់នៅផ្សារនៅអីចឹងហើយចំពោះតម្លៃលើណាថាយើងមើលតាមទីផ្សារដែរអូហ្នឹងហើយតោះប្រមុខទៀតបងស្រីតោះប្រាប់អីដល់ចំរហពាក្យនឹកអត់ឃើញមិនសាបានធំមានទៀតនេះមកអីអត់ទេសាខាត់មកនេះបងធំអានេះភាគច្រើនប្រហែលជាឈ្មួញគេអាចយកគេមកទិញដល់ចការហ្នឹងគេត្រូវការវារៀងធំណាអញ្ចឹងណាចាហើយបើនៅសល់ខ្លះយើងបេះយកទៅលក់នៅផ្សារពេលល្ងាចឡើងអីអញ្ចឹងណាបាទចាតែពោតនេះវាធម្មជាតិពិតហ្មងបងបាទហើយវាល្អមែនទែនបងប្អូនអាចមកកំងបានបងប្អូនព្រោះវានៅចិត្តជើងភ្នំភ្នំសែនហានហ្នឹងបងហើយលក្ខណៈថាវាពោតជាពោតធម្មជាតិអញ្ចឹងវាថារសជាតិគឺនឹងតែឆ្ងាញ់បងប្អូន